កាលពីព្រេងនាយមានព្រះនាងតូចមួយអង្គព្រះនាម Jasmine បេតាទ្រង់មានបុត្រតែមួយអង្គគត់ហើយទ្រង់គឺជាបុត្រទោលព្រះនាងគឺជាមនុស្សអាត្មានិយមហើយរឹងរូសទ្រង់តែងតែឃ្លានព្រះក្រយ៉ាណាដែលឆ្ងាញ់ថ្ងៃមួយមានគ្រូវេទមន្តម្នាក់បានមកចូលគាល់ព្រះរាជាដើម្បីប្រទានពរនឹងទូលព្រះរាជាអំពីស្រះវេទមន្តមួយដែលមាននៅក្នុងនគរទ្រង់អូព្រះអង្គម្ចាស់ទូលបង្គំមកនេះគឺដើម្បីបម្រើព្រះអង្គអំពីរឿងស្រះវេទមន្តមួយនៅក្នុងនគរព្រះអង្គដែលវាខណៈពេលនោះ Jasmine តូចបានយាងកាច់ព្រះរាជដំណាក់ក៏បានទតឃើញគ្រូវេទមន្តកំពុងទទួលព្រះអង្គព្រះនាងពិតជារំភើបបតីណាស់ដែលឮអំពីរឿងស្រះវេទមន្តនោះគ្រាន់តែបានឮរឿងស្រះវេទមន្តនោះភ្លាមនៅពេលនោះទ្រង់ក៏បានរត់ទៅកាន់រាជដំណាក់វិញទាំងមិនបានស្ដាប់គ្រូវេទមន្តនិយាយអស់យើងត្រូវតែរកស្រះវេទមន្តដើម្បីសុំព្រះក្រយ៉ាឆ្ងាញ់ព្រឹកថ្ងៃបន្ទាប់ Jasmine ក៏បានរៀបចំប្រកែកនិងធ្វើដំណើរឆ្ពោះទៅរកស្រះនោះនៅពេលរសៀលទ្រង់ក៏បានទៅដល់ស្រះនោះជាមួយនឹងកាក់មាសមួយចំនួននៅក្នុងហោប៉ៅទ្រង់ចង់សុំរបស់សោយជាច្រើនដូចជានំឆ្ងាញ់ការ៉េម hamburger pizza ផ្លូវមាន់បំពងសូកូឡានំប្រៃនិងអាហារជាច្រើនទៀតប៉ុន្តែក្រោយពីបានអានបំរាននៅមាត់ស្រះរួចទ្រង់ពិតជាមានការខកបតីខ្លាំងណាស់គេសរសេរថាមនុស្សម្នាក់ប្រាថ្នាបានតែម្ដងគត់ស្រះវេទមន្តខ្ញុំសូមបួងសួងខ្ញុំសូមឆ្នាំងអាហារដែលអាចផ្ដល់អាហារគ្រប់យ៉ាងរំពេចនោះស្រាប់តែមានឆ្នាំងមួយបានហោះចេញពីស្រះតាមការបួងសួងរបស់ទ្រង់នេះហើយគឺជាអ្វីដែលទ្រង់បានសូមប៉ុន្តែបើទ្រង់មិនបានធ្វើតាមការណែនាំទេវាច្បាស់ជាមិនបានផលនោះទេពេលនេះព្រះនាងម្ចាស់គឺត្រូវទៅសូត្រវេទមន្ត3ម៉ាត់ទិញតោងតាំងហើយនៅពេលនោះឆ្នាំងវេទមន្តគឺច្បាស់ជាបញ្ចេញអាហារណាដែលឆ្ងាញ់ដើម្បីជួយបំពេញភាពស្រេកឃ្លានរបស់ព្រះនាងហើយប៉ុន្តែព្រះនាងត្រូវតែចាំឲ្យច្បាស់ព្រះនាងកុំភ្លេចនិយាយពាក្យថាឈប់ឆ្នាំងព្រះនាងត្រូវចាំណាថាឈប់ភ្លាមឆ្នាំងឈប់ភ្លាមអូខេមិនក៏បានដែរព្រះនាង Jasmine ក៏បានត្រឡប់ទៅកាន់រាជវាំងវិញព្រះនាងឆ្ងល់ពីរឿងឆ្នាំងវេទមន្តនោះណាហើយទ្រង់ក៏បានសូត្រពាក្យវេទមន្តនោះទីងតង់តាំងខ្ញុំចង់បាននំខេកនិងស្ករសូកូឡាឆ្នាំងវេទមន្តក៏បានបញ្ចេញនំខេកហើយនិងស្ករសូកូឡាជាច្រើនព្រះនាង Jasmine ក៏បានចាប់ផ្ដើមសោយមើលទៅទ្រង់គឺដូចជាស្រីឃ្លានខ្លាំងណាស់ថ្ងៃបន្ទាប់ព្រះនាងក៏បានសុំអាហារគ្រប់មុខឲ្យតែព្រះនាងនឹកឃើញទ្រង់ក៏ចាប់ផ្ដើមឡើងទម្ងន់ជាខ្លាំងថ្ងៃមួយព្រះរាជាបានយាងមកលេងទ្រង់ព្រះរាជាបានទៅឃើញក្មេងម្នាក់កំពុងទៅសើចជើងមាន់ទ្រង់ក៏បានយាងមកជិតទាល់តែទ្រង់យាងមកជិតបន្តិចទើបទ្រង់ដឹងថាជាបុត្រីរបស់ទ្រង់ពិតជាមានការភ្ញាក់ផ្អើលហើយមានព្រះបន្ទូលថាអូព្រះបុត្រីបិតាបុត្របានធ្វើអ្វីដាក់ខ្លួនឯងនឹងព្រះបិតាប៉ុន្មានថ្ងៃមុនបុត្របានទៅលេងស្រះវេទមន្តហើយសុំឆ្នាំងអាហារវេទមន្តមួយប៉ុន្មានថ្ងៃនេះបុត្របានបួងសួងសុំអាហារជាច្រើនហើយយប់មិញបុត្របានភ្លេចពាក្យវេទមន្តដើម្បីបញ្ឈប់វាទៅហើយព្រះរាជាជ្រាបថាបុត្រីរបស់ទ្រង់គឺជាមនុស្សលោភលន់និងអាត្មានិយមណាស់ហើយទ្រង់ក៏បានអោបបុត្រីរួចក៏មានព្រះបន្ទូលថាបុត្រីសម្លាញ់បិតាបុត្រមិនដែលស្ដាប់នរណាប្រាប់ទេបិតាដឹងថាបុត្រឬគ្រូវេទមន្តនោះនិយាយអំពីរឿងស្រះវេទមន្តប៉ុន្តែបុត្រប្រហែលជាមិនបានស្ដាប់គ្រប់យ៉ាងដែលគេនិយាយនោះទេណាអូព្រះអង្គម្ចាស់ទូលបង្គំមកនេះគឺដើម្បីបម្រើព្រះអង្គអូអំពីរឿងស្រះវេទមន្តមួយនៅក្នុងនគរព្រះអង្គដែលវានឹងធ្វើឲ្យការបួងសួងយើងคล้ายជាការពិតវាជាស្រះបិសាចទូលបង្គំសូមឲ្យព្រះអង្គកំទេចវាចោលឲ្យបានឆាប់បំផុតទៅក្រាបទូលពេលនេះបុត្រីបានដឹងហើយថាមិនក៏វាទៅជាអញ្ចឹងបន្ទាប់មកទៀតព្រះរាជាក៏បានហៅសេនាមករួចហើយក៏ចេញរាជបញ្ជាឲ្យយកឆ្នាំងវេទមន្តនោះទៅដុតកំទេចចោលភ្លាមនោះពួកសេនាក៏បានយកឆ្នាំងនោះទៅដុតកំទេចចោលហើយពួកគេនៅចាំមើលតតែវារលាយអស់ក្រោយមកព្រះនាងក៏ចាប់ផ្ដើមហាត់ប្រាណជាប្រចាំមិនយូរប៉ុន្មានទេការហាត់ប្រាណរបស់ព្រះនាងធ្វើឲ្យព្រះនាងក្លាយទៅជារូបរាងដូចដើមវិញ
បន្ទាប់មកពួកទ្រង់ក៏បានរស់នៅជាមួយគ្នាយ៉ាងមានសេចក្តីសុខដូច្នេះដំបូន្មាននៅក្នុងរឿងនេះធ្វើអ្វីក៏ដោយកុំប្រញាប់ពេកចាំស្ដាប់ឲ្យចប់សពជ្រុងជ្រោយសិនចាំសម្រេចចិត្តជាក្រោយចប់